គោលបំណងមេរៀន សុខាភិបាលជាភ្លើងដាប់ មុននឹងចូលទៅដល់ខ្លឹមសារមេរៀនយើងមើលទាំងអស់គ្នាពីគោលបំណងសំខាន់ៗដែលអ្នកសិក្សានឹងទទួលបានបន្ទាប់ពីបញ្ចប់មេរៀននេះ សុំសេចក្តីសុខនិងភាពសន្តិភាព ទី1គឺយើងអាចពន្យល់ពីនិយមន័យនិងមូលហេតុនៃជំងឺរលាកថ្លើមប្រភេទ B ជំងឺអាចការពារបានដោយវ៉ាក់សាំង ទី2គឺយើងនឹងអាចរៀបរាប់ពីរបៀបឆ្លងនៃវីរុសនេះបានយ៉ាងច្បាស់លាស់ គត់ជីវិតមានតម្លៃ ទី3យើងអាចកំណត់អត្តសញ្ញាណនៅរោគសញ្ញាទូទៅនៃជំងឺរលាកថ្លើមប្រភេទ B សាំងមិនមែនត្រឹមតែសង្ស័យ ទី4យើងនឹងយល់ដឹងពីផលវិបាកធ្ងន់ធ្ងរដែលអាចកើតមានដោយសារជំងឺនេះ សុំសេចក្តីសុខនិងភាពសន្តិភាព ទី5យើងនឹងស្វែងយល់ពីការព្យាបាលទៅលើជំងឺរលាកថ្លើមប្រភេទ B ហើយជាចុងក្រោយគឺយើងអាចរៀបរាប់ពីវិធីសាស្ត្រការពារដើម្បីជៀសផុតពីវីរុសនេះ នេះគឺជាគោលដៅរួមសូមលោកគ្រូអ្នកគ្រូត្រៀមខ្លួនចូលរួមសិក្សាទាំងអស់គ្នា ប្រជាជនអស់លើសំខាន់បាសាំងប្រចាំបាញ់ជួយឲ្យសង្មានសុខសាន្តដល់បាសាំងជាជំហានដ៏រឹងមាំ